សូមស្វាគមន៍មកកាន់ការរៀនភាសាអង់គ្លេស Reading Power Builder គឺជាការអានឲ្យយល់ហើយមេរៀនទាំងអស់នេះជួយឲ្យអ្នកអានភាសាអង់គ្លេសងាយយល់គ្រប់អត្ថបទក្នុងនោះដែរមាន100មេរៀនដើម្បីហ្វឹកហាត់ទី1ចូលមើលរូបភាពឲ្យយល់មុននឹងអានមេរៀនទី2ចូលអានអត្ថបទឲ្យយល់ហើយចាំទី3ចូលធ្វើលំហាត់គ្រប់ចំណុច A B C D and E 4ត្រូវផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន5ត្រូវតែយល់ឲ្យច្បាស់គ្រប់មេរៀនទាំងអស់ហើយអានដដែលរាល់ថ្ងៃ Consistency រហូតដល់យល់ចូលចិត្ត The Cream and the Cat. Mark went out to buy some cream for his mother. But he met a hungry cat. He gave her the cream because she needed it. Then the cat went home with him. She liked him. Mother asked, "Where's the cream? Is it in that bag?" Mark said, "No. It's in the cat." មេរៀនទី4ទឹកខ្ទិះនិងឆ្មា Mark ចេញទៅទិញទឹកខ្ទិះជូនម៉ាក់របស់គាត់ប៉ុន្តែគាត់បានជួបឆ្មាមួយក្បាលដែលស្រែកឃ្លានយ៉ាងខ្លាំងហើយគាត់ក៏បានឲ្យទឹកខ្ទិះដល់ឆ្មានោះពីព្រោះវាត្រូវការចំណីណាស់បន្ទាប់មកឆ្មានោះបានទៅផ្ទះជាមួយគាត់វាចូលចិត្តគាត់ណាស់ពេលមកដល់ផ្ទះភ្លាមម៉ាក់បានសួរថាទឹកខ្ទិះនៅឯណានៅក្នុងថង់ឬម៉ាក់បាននិយាយថាទេវានៅក្នុងពោះឆ្មា How well did you understand? Read each question. Write A or B. 1. What is this story about? A. Mark makes friends with a cat. B. Mark goes to the store for cream. 2. Why did the cat like Mark? A. Because Mark fed the cat. B. Because the cat liked Mark's bag. 3. What do you think Mother will do next? A. She will not use cream anymore. B. She will ask Mark about the cat. 4. What do you think Mark will say to Mother? A. May I keep the cat? B. The cat does not like me. 5. What is the joke in this story? A. The cat was in the bag. B. The cream was in the cat. បន្ទាប់អំពីអ្នកអានអត្ថបទខាងលើមកតើអ្នកយល់ក្នុងអត្ថបទនេះបានកម្រិតណាចូលអានសំណួរទាំងអស់ហើយជ្រើសកឬខលេខ1តើសាច់រឿងនេះនិទានអំពីអ្វីកម៉ាកបានធ្វើជាមិត្តភក្តិជាមួយសត្វឆ្មាខម៉ាកបានទៅហាងចាប់ហួយដើម្បីទិញទឹកខ្ទិះលេខ2តើហេតុអ្វីបានជាឆ្មាចូលចិត្តម៉ាកកពីព្រោះម៉ាកបានឲ្យចំណីវាខពីព្រោះឆ្មាចូលទៅនៅក្នុងថង់របស់ម៉ាកលេខ3តើអ្នកគិតថាម្ដាយរបស់ម៉ាកនឹងធ្វើអ្វីបន្ទាប់មកទៀតកនាងនឹងមិនត្រូវការទឹកខ្ទិះទៀតទេខនាងនឹងសួរម៉ាកអំពីរឿងរបស់សត្វឆ្មាទៅវិញលេខ4តើអ្នកគិតថាម៉ាកនឹងនិយាយអ្វីទៅកាន់ម្ដាយកតើខ្ញុំសូមអនុញ្ញាតឲ្យឆ្មានៅជាមួយបានទេខឆ្មាមិនចូលចិត្តខ្ញុំទេលេខ5តើអ្វីទៅជារឿងកំប្លែងក្នុងការនិទាននេះកឆ្មាបាននៅក្នុងថង់ខទឹកខ្ទិះនៅក្នុងពោះឆ្មា